នៅថ្ងៃទី1 ខែមករាឆ្នាំ1912ក្រុមបដិវត្តន៍ដឹកនាំដោយស៊ុនយ៉ាតសេនបានប្រកាសជាផ្លូវការបង្កើតរបបសាធារណរដ្ឋមួយឡើងដែលមានស៊ុនយ៉ាតសេនជាប្រធានាធិបតីបណ្ដោះអាសន្នក៏ប៉ុន្តែនៅពេលនោះបដិវត្តន៍របស់ស៊ុនយ៉ាតសេននៅមិនទាន់បានទទួលជោគជ័យក្នុងការផ្ដួលរំលំរាជវង្សឆេងបានទាំងស្រុងនៅឡើយទេរហូតតទៅដល់ខែកុម្ភៈឆ្នាំដដែលទើបរបបរាជានិយមចិនត្រូវដួលរលំជាស្ថាពរក្រោយពីស្ដេចឈិងសុកចិត្តដាក់រាជ្យក្រោមការបង្ខិតបង្ខំរបស់យុនស៊ីខាយដែលជាអតីតមេទ័ពនិងដែលនៅពេលនោះជានាយករដ្ឋមន្ត្រីតែងតាំងដោយស្ដេចឈិងខ្លួនឯងផ្ទាល់ដោយសារតែយុនស៊ីខាយបានជួយជ្រោមជ្រែងក្រុមបដិវត្តន៍ក្នុងការផ្ដួលរំលំរាជវង្សឈិងហើយម្យ៉ាងទៀតយុនស៊ីខាយនៅមានអំណាចទ័ពខ្លាំងស៊ុនយ៉ាតសេនដែលទើបនឹងកាន់តំណែងជាប្រធានាធិបតីបណ្ដោះអាសន្នបានតែជាង2ខែប៉ុណ្ណោះក៏បានសុខចិត្តទុកតំណែងជាប្រធានាធិបតីនេះឲ្យទៅយុនស៊ីខាយជាអ្នកកាន់កាប់វិញយុនស៊ីខាយស្បត់ចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី10ខែមីនាឆ្នាំ1912ហើយបានឡើងកាន់តំណែងជាប្រធានាធិបតីពេញសិទ្ធិនៅថ្ងៃទី10ខែតុលាឆ្នាំ1913នៅក្នុងពេលបច្ចុប្បន្ននេះតៃវ៉ាន់ដែលមានឈ្មោះជាផ្លូវការថាសាធារណរដ្ឋចិនហើយដែលតាំងខ្លួនថាជារដ្ឋបន្តវេននៃរបបសាធារណរដ្ឋក្រោយបដិវត្តន៍ឆ្នាំ1911នៅតែចាត់ទុកស៊ុនយ៉ាតសេនជាប្រធានាធិបតីទី1នៃសាធារណរដ្ឋចិនបើទោះបីជាលោកបានកាន់តំណែងត្រឹមតែជាប្រធានាធិបតីបណ្ដោះអាសន្នតែរយៈពេលជាង2ខែក៏ដោយគណៈបកគូមីនតាំងដែលបង្កើតឡើងដោយស៊ុនយ៉ាតសេននៅតែជាគណៈបកកាន់អំណាចនៅតៃវ៉ាន់រហូតមកទល់នឹងពេលបច្ចុប្បន្ននេះគូមីនតាំងដែលមានន័យថាគណៈបកជាតិនិយមចិនត្រូវបានបង្កើតឡើងជាផ្លូវការនៅថ្ងៃទី24ខែសីហាឆ្នាំ1912ដែលមានស៊ុនយ៉ាតសេនជាស្ថាបនិកនិងជាប្រធានបកស៊ុនយ៉ាតសេនមានចក្ខុវិស័យចង់ឲ្យគណៈបកគូមីនតាំងនេះជាកម្លាំងប្រឆាំងដ៏ធំមួយដើម្បីជាតុល្យភាពទប់ទល់ទៅនឹងអំណាចរបស់យុនស៊ីខាយដែលជាប្រធានាធិបតីហើយដែលធ្លាប់ជាមន្ត្រីជាន់ខ្ពស់នៃរាជវង្សឈិងនៅខែធ្នូឆ្នាំ1912ការបោះឆ្នោតសភាមួយត្រូវបានរៀបចំធ្វើឡើងដែលជាការបោះឆ្នោតលើកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រជាង2000ឆ្នាំរបស់ចិនបើទោះបីជាមិនមានបទពិសោធន៍ខាងប្រជាធិបតេយ្យការបោះឆ្នោតសភានៅឆ្នាំ1912នោះបានប្រព្រឹត្តទៅដោយរលូនហើយគណៈបកគូមីនតាំងរបស់ស៊ុនយ៉ាតសេនបានទទួលជោគជ័យយ៉ាងច្រើនរលុបលើគណៈបកណាទាំងអស់ដែលជាគូប្រជែងដោយរាប់ទាំងគណៈបករបស់យុនស៊ីខាយផងក៏ប៉ុន្តែនៅក្រៅការទទួលជោគជ័យក្នុងការបោះឆ្នោតនេះសុងឆាវហ្សិនមេដឹកនាំមួយរូបនៃគណៈបកគូមីនតាំងហើយដែលធម្មតាត្រូវឡើងធ្វើជានាយករដ្ឋមន្ត្រីនោះស្រាប់តែត្រូវបានឃាតករបាញ់សម្លាប់នៅក្នុងពេលដែលលោកកំពុងរងចាំឡើងជិះរថភ្លើងពីទីក្រុងសៀងហៃសម្ដៅមកវិមានរដ្ឋសភានៅរដ្ឋធានីប៉េកាំងការធ្វើឃាតមេដឹកនាំគណៈបកគូមីនតាំងនេះក៏បានធ្វើឲ្យចំនួនត្រូវផ្ទុះឡើងរវាងក្រុមរបស់ស៊ុនយ៉ាតសេននិងក្រុមរបស់យុនស៊ីខាយនៅក្រៅពីសុងឆាវហ្សិនត្រូវគេបាញ់សម្លាប់ឃាតករមិនត្រូវបានគេរកមកឃើញនោះទេក៏ប៉ុន្តែគេរកឃើញតម្រុយជាច្រើនបង្ហាញថាឃាតករមានជាប់ពាក់ព័ន្ធទៅនឹងរដ្ឋាភិបាលរបស់យុនស៊ីខាយហើយក្រុមរបស់ស៊ុនយ៉ាតសេនក៏បាននាំគ្នាសង្ស័យថាគឺយុនស៊ីខាយខ្លួនឯងផ្ទាល់ដែលជាអ្នកនៅពីខាងក្រោយការធ្វើឃាតនេះចំនួនរវាងក្រុមស៊ុនយ៉ាតសេននិងក្រុមយុនស៊ីខាយក៏បានផ្ទុះឡើងទៅជាចំនួនប្រដាប់អាវុធហើយក្រុមរបស់ស៊ុនយ៉ាតសេនក៏បានប្រកាសធ្វើបដិវត្តន៍ជាលើកទី2ក្នុងគោលដៅផ្ដួលរំលំរបបដឹកនាំរបស់យុនស៊ីខាយក៏ប៉ុន្តែដែលមានកម្លាំងប្រដាប់អាវុធទន់ខ្សោយចលនាបដិវត្តន៍នេះត្រូវកងទ័ពរបស់យុនស៊ីខាយវិបំបាក់ហើយស៊ុនយ៉ាតសេនក៏ត្រូវបង្ខំចិត្តរត់ភៀសខ្លួនទៅជ្រកកោននៅក្នុងប្រទេសជប៉ុនសាជាថ្មីម្ដងទៀតយុនស៊ីខាយវិញក្រោយពីបានយកជ័យជំនះលើក្រុមបដិវត្តន៍របស់ស៊ុនយ៉ាតសេនក៏បានប្រមូលយកអំណាចរដ្ឋទាំងអស់មកក្តាប់តែម្នាក់ឯងហើយដោយសារតែមានគំនិតចាក់ឫសតែនៅក្នុងរបៀបដឹកនាំតាមបែបរាជានិយមដែលជាបទពិសោធន៍ទទួលបានពីពេលធ្វើជាមន្ត្រីក្នុងរាជវង្សឈិងយុនស៊ីខាយក៏បានបែកគំនិតចង់បង្កើតទៅជារបបរាជានិយមឡើងវិញនៅក្នុងគំនិតរបស់យុនស៊ីខាយរបបសាធារណរដ្ឋគ្រាន់តែជាសម័យអន្តរកាលមួយដើម្បីកម្ចាត់ពួកម៉ាន់ជូចេញពីអំណាចតែប៉ុណ្ណោះឥឡូវនេះរាជវង្សឈិងរបស់ពួកម៉ាន់ជូត្រូវដួលរលំទៅហើយបដិវត្តន៍នឹងសម័យអន្តរកាលគួរតែត្រូវបិទបញ្ចប់ដើម្បីបង្កើតឲ្យមានស្ថិរភាពនយោបាយឡើងវិញហើយយុនស៊ីខាយយល់ថាមានតែរបបរាជានិយមទេដែលអាចរក្សាស្ថិរភាពនយោបាយនេះបានដោយសារតែតាំងពីរាប់ពាន់ឆ្នាំកន្លងទៅហើយនោះ
ប្រជាជនចិនមានទម្លាប់រស់នៅតែក្រោមរបបរាជានិយមបែបនេះនៅខែធ្នូឆ្នាំ1915យួនស៊ីខៃក៏បានប្រកាសតាំងខ្លួនជាអធិរាជហើយ4ឆ្នាំក្រោយបដិវត្តផ្ដួលរំលំរាជវង្សឈិងចិនក៏បានវិលត្រឡប់ទៅរករបបរាជានិយមផ្ដាច់ការដូចពីមុនវិញក៏ប៉ុន្តែផ្ទុយពីការគិតរបស់យួនស៊ីខៃមិនមានអ្នកណាម្នាក់គ្រប់គ្រងការបង្កើតរបបរាជានិយមនេះឡើងវិញនោះទេក្រៅតែពីមន្ត្រីចំណិតរបស់យួនស៊ីខៃផ្ទាល់ចលនាប្រឆាំងនឹងរបបរាជានិយមរបស់យួនស៊ីខៃក៏បានផ្ទុះឡើងហើយរីកដុតដាលកាន់តែខ្លាំងឡើងមន្ត្រីដែលធ្លាប់តែគ្រប់គ្រងយួនស៊ីខៃពីមុនក៏ក្លាយទៅជាក្រុមប្រឆាំងហើយរហូតដល់ថ្ងៃទី22ខែមីនាឆ្នាំ1916យួនស៊ីខៃក៏បានប្រកាសរំលាយរបបរាជានិយមបោះបង់ងារជាអធិរាជហើយត្រឡប់ទៅកាន់តំណែងជាប្រធានាធិបតីដូចពីមុនវិញក៏ប៉ុន្តែទាំងអស់នេះមិនបានធ្វើឲ្យក្រុមប្រឆាំងស្ងប់ចិត្តនោះទេដែលពួកគេទាមទារឲ្យយួនស៊ីខៃជប់ដឹកនាំប្រទេសហើយចុះចេញពីតំណែងជាប្រធានាធិបតីតែម្ដងក៏ប៉ុន្តែយួនស៊ីខៃត្រូវទទួលមរណភាពដោយជំងឺនៅថ្ងៃទី6ខែមិថុនាឆ្នាំ1916ពលគឺជាងតែ2ខែប៉ុណ្ណោះក្រោយពីបានប្រកាសរំលាយរបបរាជានិយមនិងបោះបង់ងារជាអធិរាជក្រោយមរណភាពរបស់យួនស៊ីខៃអតីតមេតបរបស់យួនស៊ីខៃទាំងប៉ុន្មានបានបែកខ្ញែកគ្នាហើយយកកងទ័ពដែលស្ថិតនៅក្រោមបញ្ជារបស់ពួកគេទៅធ្វើការបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនតែរៀងៗខ្លួននៅពេលនោះចិនត្រូវធ្លាក់ទៅក្នុងភាពចលាចលដោយគ្មានមេដឹកនាំណាមួយដែលមានអំណាចគ្រប់គ្រងប្រទេសទាំងមូលបាននោះទេមេកន្ទ្រានធំតូចនាំគ្នាត្រួតត្រាទឹកដីរបស់ខ្លួនដោយស្ដេចចំណែកឯរដ្ឋាភិបាលកណ្ដាលវិញគ្រប់គ្រងបានត្រឹមតែនៅរដ្ឋធានីប៉េកាំងមួយប៉ុណ្ណោះសម័យកាលវឹកវរនេះបានដុះបន្លាយពេលជាង10ឆ្នាំពលគឺចាប់តាំងពីមរណភាពរបស់យួនស៊ីខៃនៅឆ្នាំ1916រហូតដល់ពេលដែលក្រុមជាតិនិយមគួរមានតាងវិលត្រឡប់មកកាន់អំណាចវិញនៅឆ្នាំ1928នៅពេលនោះក្រុមជាតិនិយមគួរមានតាងស្ថិតនៅក្រោមការដឹកនាំរបស់ចាងឆៃជៀកដែលបន្តវេនពីសុនយ៉ាតសេនដែលទទួលមរណភាពកាលពីឆ្នាំ1925ដោយរោគមហារីកស្លាប់